ยสหาวนะบองโอนสหาวนะบองโอนพวกอาเจ้าเสียมนี่เวียดตะเละโตรนเวียดโตรนเวียดตะเละกรอบบองโอนโตรนเวียดตะเละกรอบนี่แต่มากรอบไปบองโอนนี่ลานติ๊กปีเครื่องบองโอนลานดับปีไอ้ติ๊กปีเครื่องโตรนตะเละบองโอนอนุญาตกรบจีบซัวบองโอนแต่นิยมตามด้านการรักษาทรายหรือบ่អង្គភាពសាព័ត៌មានអាបងស្អាត TV និងអាបងស្អាតតនហេតុការ24ម៉ោងបងប្អូននេះករណីដ្រូនសៀមទម្លាក់គ្រាប់បែកបងប្អូនទម្លាក់គ្រាប់បែកធ្វើឲ្យឡានយើងតិចឡានខាងស្រុកខាងខ្មែរយើងតិច2គ្រឿងបងប្អូនហើយក៏ក្នុងករណីសៀមទម្លាក់ដ្រូននេះធ្វើឲ្យមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងស្លាប់3នាក់បងប្អូននៅក្នុងឡានហ្នឹងបងប្អូនណានេះបងប្អូនអើយករណីនេះកើតឡើងមកខ្ទង់ម៉ោង1ជាងបងប្អូនអូយឡើងតិចខ្ញុំស្មានករណីគ្រោះថ្នាក់ចរាចរណ៍ធម្មតាទៅបងប្អូននេះមើលអំបែងគ្រាប់បងប្អូនសិតអំបែងគ្រាប់បងប្អូនណានេះតែធ្លុះបងប្អូនអើយនេះសំណាងឲ្យមកឡាន2នេះមានតែមនុស្ស3នាក់ឡាន2មានមនុស្ស3នាក់បើមានមនុស្សច្រើនគឺត្រូវស្លាប់ទាំងអស់អូយបងប្អូនជួយសៀមមួយបងប្អូនជួយសៀមមួយបងប្អូនអើយនេះអ្នកឡានភ្នំពេញផ្លាកលេខភ្នំពេញ 3J6153 3J6153 បងប្អូននេះអូយនេះបងប្អូនមើលរដៅគ្រាប់ដ្រូននៃវាធ្លាក់បងប្អូននេះបងប្អូននេះមើលរដៅគ្រាប់បងប្អូននេះរដៅគ្រាប់នេះបំបែងគ្រាប់បងប្អូនបំបែងគ្រាប់បងប្អូនទី1ទី2នេះបំបែងគ្រាប់បងប្អូនបំបែងគ្រាប់បងប្អូនជួយសៀមមួយពួកអាចោសៀមថោកទៀបណាពួកឯងនេះពួកនេះថោកទៀបណាបងប្អូនអើយនេះឡាន2គ្រឿងហើយតាមសមត្ថកិច្ចរាយការណ៍បានបញ្ជាក់ប្រាប់ខ្ញុំថាឡាន2គ្រឿងមានមនុស្សបើកបរតែ3នាក់ទេបងប្អូនអញ្ចឹងបងប្អូនបើសិនមានមនុស្សច្រើនក៏មិនដឹងថាយ៉ាងណាដែរដឹងថាសោកមនីកម្មបណ្ណាទេបងប្អូនអើយអូយខ្ញុំគាត់ថាខ្ញុំមុនដំបូងខ្ញុំថាគ្រោះថ្នាក់ចរាចរណ៍ធម្មតាទេតែមិននឹកស្មានដល់ពេលខ្ញុំឈប់ចុះមកស្ដាប់បងខាងសមត្ថកិច្ចបងប្រាប់ថាគាត់ថាគឺដ្រូនចោលសៀមបងប្អូនដ្រូនចោលសៀមនេះនៅស្រុកថ្មពួកខេត្តបាទីមានជ័យប្រហែលបងប្អូនអូគីឡូលេខប្រហែលបងប្អូនគីឡូលេខប្រហែលគីឡូលេខប្រហែលចេះបងប្អូនអើយ2គ្រឿងខ្ទេចឡានគីឡូ56លោកពូគីឡូ56លោកពូបាទគីឡូ56ណាចេញពីស្វាយជែកមកទៅស្រុកថ្មពួកបងប្អូនណាគីឡូ56ដល់កនេះលោកពូមន្ត្រីមានសមត្ថកិច្ចថាបើសិនមកឡានហ្នឹងមានច្រើនណាគឺអត់នៅទេគឺទៅទាំងអស់មានសល់មួយទេនេះគាត់ថាបើសិនមានវិញទៅទាំងអស់បងប្អូនមើលកញ្ចក់នេះកញ្ចក់ឡានខ្ទេចទាំងអស់ដោយសារពួកចៅសៀមពួកចៅសៀមគីឡូ38អូយដល់កឲ្យបងប្អូនអើយបងប្អូនអូយមើលកញ្ចក់ឡានហើយមើលឡានមើលសភាពឡានដូចខ្មោចឡានបាត់ទៅហើយបងប្អូនធ្លុះទាំងអស់បងប្អូននេះធ្លុះទាំងអស់បងប្អូនធ្លុះទាំងអស់ធ្លុះតិចដែរចាបងប្អូនធ្លុះបងប្អូនឃើញអូយបងប្អូនអើយពួកចៅសៀមនេះសាហាវមែនប្រៃសៃមែនបងប្អូនវាតម្លាក់គ្រាប់បែកតែម្ដងនេះបាទបងប្អូនខ្ញុំនៅទឹកដីខេត្តបាទីមានជ័យនៅស្រុកថ្មពួកបងប្អូនណានៅគីឡូ56គីឡូ56បងប្អូនអូយខ្ញុំយកដៃញ័រជើងបងប្អូននេះមកមើលខាងនេះទៀតនេះមកមើលខាងនេះដែលអាវាយគ្រាប់វាធ្លាក់ពីទិសខាងលិចមកបងប្អូនណានេះអូយមកដល់ជាហៀងខាងនេះក៏ខ្ទេចដែរបងប្អូននេះមើលកញ្ចក់ធ្លាក់កញ្ចក់បែកខ្ទេចអូយញ័រដៃញ័រជើងបងប្អូនញ័រដៃញ័រជើងបងប្អូនជួយសៀមួយបងប្អូនអូនេះសភាពឡានបងប្អូនមើលគ្រាប់នេះមើលគ្រាប់ទាំងអស់នេះបំបែងគ្រាប់បងប្អូនបំបែងគ្រាប់បងប្អូនជួយសៀមួយបងប្អូនជួយស្គាល់ទោសពួកអាចោសៀមជួយស្គាល់ទោសពួកចោសៀមបងប្អូនខ្ញុំនិយាយញ័រមាត់ហើយបងប្អូនអើយហើយអ្នកដែលស្លាប់យកអត់ដឹងអត្តសញ្ញាណទេអត់ដឹងអត្តសញ្ញាណថានៅខេត្តណាទេនេះតាមមន្ត្រីមានសមត្ថកិច្ចនៅទីនេះអូយបងប្អូនយើងមានអីដាក់អូមានអីដាក់ដាក់ស្មៅដាក់អីអូនមានអីអូននេះពឹងរកកាច់មេឃឈើយកដាក់អីក្រោយតិចមកដើម្បីកុំឲ្យឡានបើកលឿនណាហ្នឹងហើយដល់កឲ្យបងប្អូនអូខ្ញុំក៏សួរបញ្ជាក់ជាមួយបងមន្ត្រីមានសមត្ថកិច្ចតិចដើម្បីឲ្យដឹងថាករណីនេះវាកើតឡើងនៅពេលណានៅវេលាណាបងប្អូនណា
website mà đặt mình ไม่จะได้ซัวไม่จะได้ซัวยังมาปีอังกับเพียบซาปนเมียนจังสมซัวหรือปูนติถ้ากันในได้โตรนไทยวิตเละมาเลลานข้างบองโอนขมายอย่างนี้แต่เละนภายมองมันหรือปู tuồng mông mùi ต้องมองมวย mông mùi dụ cho mình มองมวยยมไม่จังวิสมานังไงตีผมบ้วนใครดับปีนำปีปอนมาไพ่ปรามพวกมังโปนนี่เรื่องละปูไปเชี่ยทักตรงมองมวยเชียงจังละปูกันในนั่งเมียนนองลานปีเกลืองนั่นเมียนมันนึกภายมันเนี่ยละปู bay nè để slap ใบเนี่ยแต่สลับแต่มันนองลานนั่นเมียนมันเนี่ย ọt miền tề ออกนองลานนั่นเมียนแต่ใบเนี่ยเตะ ban tề tề cái thuốc hộp bài อ๋อลานเตะชกพบายที่บ้านเมียนมันนึกดักเตะบ่สันเมียนนึกดักเวง nhưng mà miền ta miền sao lên miền ta than tiếp lan đường này โอ้ยละปูยมยิงเมนยมสมาร์ทคุณนักจราจรละปูดับเป้มาดอกเคยสับเทียบ ban บาทไหลที่ก็ตักไอ้อุปกรณ์ละปูไอ้ตังเป็นไว้มีไอ้สนกมันไปมีสมาร์ทกิจไอ้นั่นก็มาและคณะก็มาเมื่อเธอสกอตใจและคณะตามไปใจกับเต้แต่เราบอกคางเนี่ยคางนี่คางดังคางบอกว่ายัวหมดยัวไตยัวเจอไงนี่เมื่อใบกรอบบางโอนใครอาจจะใส่คันไตอภัยตัวฟองนี่คือใบกรอบโตรนตุ่มและบางโอนโอ้ยบางโอนนี่ใบกรอบบางโอนช่วยเสียมวยช่วยลายบางโอนเอ้ยช่วยเสียมวยนะดำไปช่วยไอ้บางโอนยังมันเคยมันตัวสนาให้ช่วยเจ้พวกเจ้าเสียมช่วยกอลโต้พวกเบียร์พองบางโอนโอ้ยดอกกอบาดไทยบางโอนยังเอ้ยไทยนี่ดอกกอดบานลายโจเพจติดบางโอนเอ้ยลายแต่หยอดใดหยอดเชิงปีนี่บางโอนนี่บาทอยู่บนนั้นจำเอาเนี่ยแจกเตมาบาทนี่บาทจำเอามันไตรจุ่มเนียงจำเอามันไตรจุ่มเนียงได้กอดนั่งอันไตรจุ่มเนียงก็ตรวจบนนั้นทักกรอบนั่นก็กรอบประเภทไอ้ระบอเสียมเป็นประกอบอัดโตรนเสียมบางโอนโตรนเสียมดีตุ่มแหลกบางโอนนี่ตามโยงตามไตรมีสมบัติใกล้กอดบานปรับมายังชมนะนั่งไงโอ้ยบางโอนเลยสนอนะบางโอนใบเนี่ยกอดชบลานดำใบโฮบายภาษาบายบางโอนแต่เตาจังไรไอ้เตาพวกอาชาวเสียมเมียตุ่มเละโตรนเมานี่ลานปีเครื่องติ๊กตั้งปีเครื่องบางโอนสัตว์แต่บางใบกรอบลานโอ้บางโอนเอ้ยสนอนะบางโอนหายไอ้เนี่ยไอ้เฟอร์ดักเลอประเทศกัมพูชีขยมหายไอ้บ้านเนี่ยไอ้เฟอร์ดักเลอประเทศปรดขยมโอ้ยหยอดใดหยอดเชิงบัดอะโอ้ดอกกอบองโอนเอ้ย ซอยตรงทางบ่มีบองปนเกี่ยวกับยิงนู่นจะออกนึกแต่ออกนึกซอยมือเดนี่ยิงมือทางเทียบคือเปอร์เซ็นต์จะมีบองปนเกี่ยวกับยิงพื้นดำน้อยกันสันระโนยุบนี่คือมีซอยแต่มือทางเทียบมุมเบง บาดเมื่อมใบโอ้ยเมื่อมใบกรอบปะปันนานในเมื่อปลาโอ้ยเมื่อมใบกรอบบองโอนนี่ใบกรอบโดยโอ้ยดอกกอยบองโอนเอ้ยเมื่อสพิบนองลานสัตตะกิจเจาะใบตะออกนองลานนั่งโอ้ยนี่บองโอนเอ้ยเมื่อใบพลูให้จังไงเมื่อยำสมวะจังไงติ๊กจังไงปีโตรนนั่งกรอบใบโตรนในเป็นตะเละมานั้นแต่ตามมันไตรมีสมาร์ทการประธานโตรนตะเละกรอบใบนะยังไม่ยำวะจะเฮียนสั้นประมาณเมตรมวยปีใบบุญปรามผมมวยเปลผมไว้ผมบุญเมตรบางโอนผมบุญเมตรตามว่าจะเฮียนนี่ตามว่าจะเฮียนมาขยมไม่น่าบางโอนนะค่ะยมว่าจะเฮียนตามแต่ยมว่าจะเฮียนเมื่อได้ผมบุญเมตรทะเลมาผมบุญเมตรติ๊กลานปอซอนี่ผมบุญเมตรอันดับปีไอ้นี่ติ๊กเรายมว่าตาลานกระหอมวิ่งตาจะเยอะนั่งเบี้ยประมาณเมตรบางโอนจะเมื่อยมว่าสั้นปีนี้เต้ามวยปีใบบุญปรามผมมวยเปลผมใบผมบุญดับมวยดับปีดับใบดับบุญดับปรามดับผมมวยดับผมเปลยังตะวันตะกรายติดับผมใบดับบุญมาไพ่เพียงข้าวมาไพ่ไม้บางโอนนี่ก่อนนะกาว่าปานสมานปีดาวครอบดำเละนะบางโอนปีดาวตะเละครอบมานะคือมาไพ่ไม้ลานติ๊กลูกเคลียได้ซ้ำใบกรอบบางโอนได้ซ้ำใบกรอบดอดกอวองไอ้บางโอนเอ้ยดอกกอติ๊กลิงดำดองบางโอน
ណានៅខេត្តបាទីមានជ័យស្រុកថ្មពួកគីឡូលេខ56បងប្អូនណាហ្នឹងហើយចេញពីបាទីមានជ័យមកដីប្រហែលជាខ្ទង់50គីឡូមកដល់ហើយ56គីឡូមកដល់ហើយខ្ទេចទាំងអស់បងប្អូនខ្ទេចឡានខ្ទេចទាំងអស់អូមកខ្ទេចទាំងអស់អូយបងប្អូនយើងចោលសៀមនេះវាទៅហៅមែនអើយចឹងខ្ញុំសុំថ្កល់ទោសពួកអាចោលសៀមសុំឲ្យណាសុំឲ្យនេះខ្ញុំសុំស្នើសុំឲ្យអន្តរជាតិបានឃើញបានយល់បានដឹងថាពួកចោលសៀមវាប្រៃសៃប៉ុណ្ណាវាបានទម្លាក់ដ្រូនទម្លាក់គ្រាប់បែកវាយប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់របស់ខ្ញុំនេះបងប្អូនចឹងខ្ញុំសុំសំណូមពរដល់អន្តរជាតិសុំសំណូមពរដល់អន្តរជាតិជួយមើលផងជួយអន្តរាគមន៍ផងនេះទង្វើសៀមទង្វើចោលសៀមនេះហើយទង្វើចោលសៀមអូយបងប្អូនអើយអធិស្ឋានមិញវាញ័រដៃញ័រជើងអស់ហើយថាផុសក្នុងពេកដល់ពេលអត់បានលើផុសក្នុង Facebook ពេករបស់ខ្ញុំវិញទៀតញ័រដៃញ័រជើងអស់អូយើងគិតមើលចងាយពីរណ្ដៅដែលវាតម្លាក់ដ្រូនតម្លាក់គ្រាប់មកបងប្អូនរណ្ដៅនេះរណ្ដៅដ្រូនតម្លាក់មកនេះគ្រាប់8គ្រាប់នៅនឹងហើយអញ្ចឹងចាំបងមន្ត្រីមានសមត្ថកិច្ចជំនាញខាងសកលវិច័យនឹងខាងគ្រាប់ខាងអីហ្នឹងចាំគាត់មកដល់ឲ្យដឹងថាគ្រាប់នឹងប្រភេទអីណាហេតុអីបានសាហាវម្លេះខ្ទង់20ម៉ែត្របងប្អូនណា20ម៉ែត្រខ្ទេចឡានទាំងអស់ហើយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង3នាក់បានចែកឋានបាត់ហើយបានបាត់បង់អាយុជីវិតហើយអញ្ចឹងខ្ញុំមានថាជូនពរឲ្យគាត់បានទៅកាន់សុគតិភពតែខ្ញុំដឹងនិយាយថាម៉េចបងប្អូនខ្ញុំមិនដែរជួបប្រទះបងប្អូនខ្ញុំមិនដែរជួបប្រទះទេនេះហើយជីវិតខ្ញុំអាយុ30ជាងប៉ុណ្ណេះហើយខ្ញុំទឹមតែជួបទេបងប្អូនទឹមតែជួបរឿងនេះឯងនេះសបញ្ជាក់ថាឲ្យដឹងថាពួកចោលសៀមវាថោកទាបវាដេរឆានប៉ុណ្ណាហើយក៏បងប្អូនសូមអនុញ្ញាតចេទីឲ្យអនុញ្ញាតប្រើពាក្យអសុរទេព្រោះវាធ្វើដាក់មកលើបងប្អូនជាប្រវត្តិខ្ញុំខ្ញុំនឹងញ័រដៃញ័រជើងបងប្អូនខ្ញុំគាត់តែឃើញមកបងប្អូនអូហើយលពូចាំលពូមន្ត្រីមានសមត្ថកិច្ចលពូបាទខ្ញុំសួរគាត់តិចទៀតដោយសារអីខ្ញុំចង់ដឹងថាខាងលពូជិះសួរលពូជិះសួរនិយាយថាស្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង3នាក់ដែលរងគ្រោះដោយសារដ្រូនថៃតម្លាក់គ្រាប់បែកធ្វើឲ្យមានឲ្យគាត់បាត់បង់ជីវិតហ្នឹងតើស្រាប់គាត់យកទៅតម្កល់ទុកណាលពូសពកិនយកទៅថ្មពួកមានដឹងថានៅម្ដុំណាទេអត់ដឹងទេមានអត់ដឹងអូយយកទៅថ្មពួកបាទខ្ញុំមិញខ្ញុំទៅមកពីថ្មពួកបើខ្ញុំដឹងស្រាប់ខ្ញុំទៅចូលថតនៅកន្លែងនឹងស្រេចតែម្ដងណាតែចង់ដឹងថាគាត់នៅភូមិណាស្រុកណាឈ្មោះអីណាដើម្បីឲ្យសាច់ញាតិគាត់បានឃើញបានដឹងអូយចុះនៅលើនេះយើងមានអាចមើលឃើញមានបានឬមានអីកង្កល់ខ្លួនរបស់គាត់លោកពូឃើញទេនេះអូខាងថ្មពួកគេយកអស់ហើយអូយបងប្អូនតែខ្ញុំគាត់បញ្ជាក់ប្រាប់ថានេះបាទនេះផ្លាកលេខគាត់បងប្អូននេះផ្លាកលេខគាត់3J 6153បងប្អូនណាពេលខ្ញុំដាក់កាមេរ៉ាមុខចឹងទៅវាវាលក្ខណៈថាវាបច្រាស់ចឹងចាំខ្ញុំថតឲ្យខ្ញុំបង្ហោះទៅឲ្យបងប្អូនមើលណានឹងទាំងសភាពឡានទាំងកន្លែងវាយក្របណាបងប្អូនណាចាំចូលមើលតាម Telegram ណាបងស្អាតតនហេតុការ24ម៉ោងណាបងប្អូនណាហ្នឹងហើយបងប្អូនយើងអើយសំណោះណាអត់ដឹងថានៅទីណានៅទីណីអូនេះបងមន្ត្រីមានសមត្ថកិច្ចខាងចរាចរណ៍គាត់បានមកដល់ទីតាំងហើយបានមកដល់ទីតាំងហើយបងជ្រាបសួរបងដឹងថាបងប្អូនយើងដែលបានបាត់បង់ជីវិតហ្នឹងសពបានយកទៅតម្កល់ទុកណាបងទីពេទ្យបែកមកពួកបងមន្ទីរពេទ្យបង្អែកស្រុកថ្មពួកបាទខ្ញុំបិទការ live ពីនេះទៅខ្ញុំនឹងទៅដល់មន្ទីរពេទ្យបង្អែកស្រុកថ្មពួកដើម្បីចោះយកព័ត៌មានឲ្យបងប្អូនបានឃើញបានទស្សនាឲ្យបងប្អូនសាច់ញាតិរបស់គាត់បានឃើញណាគេលោកគាត់អត់ដឹងបងប្អូនអើយបង
ប្អូនជួយเสียបន្តមួយជួយไลน์បន្តមួយណាដើម្បីឲ្យសាច់ញាតិគាត់បានដឹងបានឃើញណាហើយក៏ផ្លាកលេខនេះទេបងប្អូនផ្លាកលេខឡានមួយទៀតឡានពណ៌នេះឡានរថក្រអូយញ័រមាត់បាត់អូសាច់ញាតិឃើញអស់ហើយបងមន្ត្រីមានសមត្ថកិច្ចថាសាច់ញាតិឃើញអស់ហើយបងប្អូនណាហ្នឹងហើយអូយខ្ញុំចេញពីនេះទៅខ្ញុំនឹងទៅផ្សាយដល់នោះទៀតណាបងប្អូនផ្សាយនៅខាងមន្ទីរពេទ្យបង្អែកស្រុកថ្មពួកណាដើម្បីយកសេចក្តីរាយការណ៍ឲ្យបងប្អូនបានឃើញបានទស្សនាទៀតអូយបងប្អូនយើង3នាក់បងប្អូនមើលអំបែងក្របបងប្អូនណាមើលភាពជាក់ស្ដែងអំបែងក្របដៃវាខ្ទាតមកវាធ្លុះធ្លាយប៉ុណ្ណាបងប្អូននេះមើលអំបែងក្របនេះប៉ុណ្ណឹងបងប្អូននេះនៅខាងក្រោមនេះសោះទាំងអស់ឡានសោះតែម្ដងបងប្អូនតាំងពីយប់ម៉ោង1ជាងលោកពូម៉ោង1ជាងណាម៉ោង1ជាងអត់មានបុកគ្នាទេឡាននេះគឺដ្រូនសៀមទម្លាក់ក្របបែកណានេះយោងតាមការសម្ដីបងមន្ត្រីមានសមត្ថកិច្ចអូមើលវែងក្របបងប្អូនវាធ្លុះធ្លាយចឹងបងប្អូនណាដែកត្រឹមតែសាច់មនុស្សបងប្អូនយើងគិតពិចារណាដែកនេះដែកមើលទលាធ្លាយប៉ុណ្ណឹងដែកធ្លាយប៉ុណ្ណឹងបងប្អូនអូយសាហាវណាស់ចៅសៀមនេះសាហាវណាស់បងប្អូនខ្ញុំនៅស្នើសុំដល់អន្តរជាតិជួយមើលណាជួយមើលទាំងអស់ជួយមើលអន្តរជាតិឲ្យគាត់ជួយមើលជួយស្កល់ទោសដល់ចៅសៀមណាដែលវាហ៊ានប្រព្រឹត្តមកលើទង្វើមកលើកម្ពុជាយើងប្រព្រឹត្តមកលើបងប្អូនប្រជាពលរដ្ឋខ្មែរខ្ញុំប្រព្រឹត្តមកលើប្រទេសខ្ញុំខុសអីប្រទេសខ្ញុំខុសអីខ្ញុំសួរប្រទេសខ្ញុំខុសអីហើយបងប្អូនប្រជាពលរដ្ឋខ្មែរខ្ញុំខុសអីអ្នកឯងធ្វើអញ្ចឹងអ្នកឯងមានសញ្ជាតិជាមនុស្សទេឬក៏អ្នកឯងជាសត្វដេរឆានពួកចៅសៀមណាពួកអាចៅសៀមសាហាវពេកហើយអ្នកឯងនេះគ្មានសញ្ជាតិជាមនុស្សទេជាតិអ្នកឯងសញ្ជាតិអ្នកឯងគ្មានជាតិជាមនុស្សទេបងប្អូនមើលក្របនៅក្នុងនោះស្គាល់អាហ្នឹងអំបែងក្របបងប្អូនអំបែងក្របនេះអំបែងក្របតែប្រហែលជាអាចក្របនៅជាប់ក្នុងហ្នឹងក្នុងនេះអត់ឃើញធ្លាក់មកទេនេះអំបែងអត់ទេនេះអំបែងកញ្ចក់បងប្អូនអំបែងកញ្ចក់ទេអំបែងកញ្ចក់អំបែងកញ្ចក់ទាំងអស់អំបែងក្របនេះអំបែងក្របនេះបងប្អូននេះអំបែងក្របនេះអំបែងក្របបងប្អូនអំបែងក្របនេះអត់ទេបងអត់បានបលុតទេបងខ្ញុំមកដល់ឃើញចឹងតែម្ដងមិនដឹងថាខ្ញុំមកទៅឃើញម្ដងហើយកុំតែខ្ញុំស្មានករណីគ្រោះថ្នាក់ចរាចរណ៍ធម្មតាទេបងដល់ពេលមកឃើញចឹងអូយញ័រដៃញ័រជើងបងប្អូនអើយនោះរណ្ដៅក្របនោះចង្ងាយពីនេះទៅខ្ទង់ប្រហែលជាជិត20ម៉ែត្របងប្អូនណានោះកន្លែងបងអាវលឿងដើរទៅនោះពីកន្លែងឡានទៅនេះជិត20ម៉ែត្រតិចសាហាវពេកហើយបងប្អូនជួយ share បន្តបងប្អូនមេនិយាយដឹងថាឡានគាត់នៅមកពីខេត្តណាទេមេឡាននេះមកពីភ្នំពេញឡានមកពីភ្នំពេញផ្លាកលេខភ្នំពេញណាបងប្អូនណាផ្លាកលេខភ្នំពេញ3G កៅគុត19 3G កៅគុត19បងប្អូនអូយបងប្អូនមើលអំបែងក្របហ្នឹងធ្លុះទាំងអស់សាហាវណាសាហាវពេកហើយបងប្អូនសៀមនេះសាហាវណាស់អញ្ចឹងខ្ទង់ផាយជាកន្លះម៉ោងទៀតខ្ញុំឡាយនេះជាប់ខ្ញុំនឹងទៅដល់ស្រុកនៅទៅខាងដល់ស្រុកក្នុងស្រុកដែរដល់ស្រុកថ្មពួកដែរទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកតែម្ដងដើម្បីធ្វើសេចក្តីរាយការណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានឃើញបានទស្សនាទាំងអស់គ្នាមើលសភាពឡាននេះប៉ុណ្ណឹងឡានមកប៉ុណ្ណឹងហើយឲ្យចុះបងប្អូនតែគាត់បានបាត់បង់អាយុជីវិត3នាក់ហ្នឹងតើមានសភាពប៉ុណ្ណាទៅបងប្អូនយើងឡានពេទ្យមកពីណាពីណីហើយ
នោះមិនបាញ់គ្រាប់បាទហើយបងចាំបំបីហ្នឹងចាំទុកហ្នឹងទុកឲ្យខាងបងមន្ត្រីមានសមត្ថកិច្ចមន្ត្រីដែលមានជំនាញណាដើម្បីឲ្យគាត់មើលបានធ្វើសកម្មចៃណាឲ្យដឹងថាគ្រាប់បែកប្រភេទអីណាហ្នឹងហើយយើងកំប៉ះពាល់ដល់ហ្នឹងពួយកន្លែងនេះកន្លែងយើងអត់តាន់បានដូចអត់តាន់មានគូសរង្វង់អត់មានតាន់ដាក់ខ្សែអីដើម្បីឲ្យគាត់មកពិនិត្យមកពិនិត្យទេណាបងប្អូនណាអញ្ចឹងកុំបតាន់ប៉ះពាល់អីអធិស្ឋានខន្តីអភ័យទោសទាំងអស់គ្នាបងប្អូនអើយហើយចាំពេលដែលខ្ញុំបិទការ live នេះខ្ញុំនឹងថតបំបែងគ្រាប់បំបែងអីណារំដៅគ្រាប់បងប្អូនណាហ្នឹងហើយនេះភាពជាក់ស្ដែងតែម្ដងរំដៅហើយខ្ទង់ចូលប្រហែលជា4ទឹកតម្លាក់នេះចំថ្នល់កស៊ូនេះប្រហែលខ្ទង់បើខ្ញុំវាស់ទៅប្រហែលអាចជា4ទឹកបើខ្ញុំគិតតាមដែលខ្ញុំប៉ានស្មាននេះគឺប្រហែលជាខ្ទង់4ទឹកដែលធ្លាក់ទៅដែលនេះបងប្អូនមើលពីលើនេះបំបែងគ្រាប់បងប្អូននេះបំបែងគ្រាប់នេះបំបែងគ្រាប់បងប្អូនមិននឹងគ្រាប់បែកប៉ុណ្ណាទេដែលវាតម្លាក់ដ្រូនតម្លាក់ហ្នឹងបងប្អូននៅគីឡូលេខ56ណាបងប្អូននៅគីឡូលេខ56ស្រុកថ្មពួកបងប្អូនណាស្រុកថ្មពួកខេត្តបន្ទាយមានជ័យណាបើយើងចេញពីបន្ទាយមានជ័យមកចេញពីខេត្តបន្ទាយមានជ័យមកខ្ទង់56គីឡូយើងមកដល់ទីតាំងកន្លែងកាត់ហេតុនេះហើយបងប្អូនណាហ្នឹងហើយយើងចេញទៅថ្មពួកហើយខ្ទង់ប្រហែលជា10គីឡូទៀតដល់ស្រុកថ្មពួកតែម្ដងណាបងប្អូនណានេះទៅផ្លូវទៅស្រុកថ្មពួកបងប្អូននៅខេត្តបន្ទាយមានជ័យស្រុកថ្មពួកគីឡូលេខ56បងប្អូនណាអញ្ចឹងបងប្អូនដែលជិះកាត់តាមនេះបងប្អូនសុំបង្អន់ណាដើម្បីកុំឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៀតណាសុំបង្អន់ណាសុំបង្អន់បងប្អូនជួយបន្ត share បងប្អូនជួយបន្ត share ណាដើម្បីឲ្យបានឃើញទូឲ្យបានឮបានឃើញដល់អន្តរជាតិថាពួកចៅសៀមនេះសាហាវណាស់វាបានប្រើដ្រូនតម្លាក់គ្រាប់បែកទម្លាក់មកលើប្រជាជនស្លូតត្រង់របស់ខ្ញុំណាធ្វើឲ្យគាត់បាត់បង់អាយុជីវិតអស់3នាក់ណាដោយសារក្នុងឡាននេះគឺឡាន2គ្រឿងនេះមានតែ3នាក់ទេបងប្អូនហើយតាមមន្ត្រីមានសមត្ថកិច្ចគាត់បានប្រាប់ខ្ញុំថាបើសិនជាមានបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងនឹងច្រើនអាចនឹងបាត់បង់ច្រើនបងប្អូនមើលតែសភាពឡាននោះឃើញទេបងប្អូនមើលតែតាមសភាពឡាននោះដឹងហើយដែកប៉ុណ្្នឹងហើយវានៅតែធ្លុះធ្លាយដែកប៉ុណ្្នឹងនៅធ្លុះធ្លាយអានេះគឺរោងប៉ះពាល់ខាងរោងប៉ះពាល់ច្រើនធ្ងន់ដែលវាបំបែងនៅខាងលិចហើយមកប៉ះពាល់ខាងនេះតែអាចហៀងខាងនេះក៏វាខ្ទេចដែរណាបងប្អូនវាសាហាវអញ្ចឹងអាខាងមុខក៏ខ្ទេចអាចហៀងខាងនេះក៏ខ្ទេចបងប្អូននេះខ្ទេចទាំងអស់ឃើញទេអញ្ចឹងមានន័យថាបំបែងហ្នឹងវាធ្លុះហ្មងបងប្អូនធ្លុះពីមួយខាងទៅមួយខាងទៀតបងធ្លុះពីមួយខាងពីខាងលិចទៅខាងកើតទៀតធ្លុះទៀតវាធ្លុះធ្លាយអញ្ចឹងទៅមានអីសល់ទៀតបងប្អូនយើងអូយសាហាវណាស់ពួកចៅសៀមនេះសាហាវណាស់ហើយឡានខាងនេះក៏ខ្ទេចដែរបងប្អូនខ្ទេចតែនេះឡាននេះនៅមកជាហៀងខាងកើតនេះអត់ទៅខូចខាតទេដោយសារឡានក្រហមនេះនៅចម្ងាយខ្ទង់20ម៉ែត្រណាជិត20ម៉ែត្រក៏តែខាងមុខខ្ទេចទៅហើយជាហៀងខាងលិចក៏ខ្ទេចដែរតែជាហៀងខាងកើតនេះគឺនៅល្អចេះគឺវានៅចម្ងាយឆ្ងាយតិចដល់អញ្ចឹងទៅអត់បានប៉ះពាល់ដល់នឹងខ្ទេចឡើងនេះមួយនេះធ្លាមដល់ក្រោយមួយធ្លាមឡើងមួយហើយកញ្ចក់ខាងនេះអត់អីទេបងប្អូនអូយបងប្អូនសាហាវណាស់ពួកចៅសៀមនេះបងប្អូនជួយ share បន្តបងប្អូនជួយ share បន្តឲ្យអន្តរជាតិឃើញនេះខាងក្រោយក៏ខ្ទេចដែរបងអញ្ចឹងមានន័យថាគ្រាប់បាយនេះធ្លាយមកដល់ខាងក្រោយទៀតបងប្អូនណាធ្លាយមកដល់ខាងក្រោយទៀតអូយនេះខាងលិចគឺខាងលិចខ្ទេចទាំងអស់ព្រោះគ្រាប់ហ្នឹងតម្លាក់ចេញពីខាងលិចមកបងប្អូនណាtừខាងលិចមកនៅខាងលិចផ្លូវមកអូយពួកចៅសៀមនេះបងប្អូនជួយ share ទាំងអស់គ្នាបងប្អូននេះអូយមើលកង់ឡានខ្ញុំបានមើលកង់ឡានលោកអូយនេះមើលកង់ឡានធ្លាយហើយមើលយ៉ាន់បងប្អូនយ៉ាន់ដែកក្រាស់ប៉ុណ្្នឹងបងប្អូននេះមើលធ្លាយចង់មកទឹកនេះធ្លាយចូលចង់មកទឹកនេះណាយ៉ាន់ឡាននេះចង់មកទឹកឲ្យបងប្អូនមើលនេះតាក្របនេះវាសាហាវវាមានឥទ្ធិពលប៉ុណ្ណាបងប្អូនជួយអើយបងប្អូនណានៅខេត្តបន្ទាយមានជ័យបងប្អូនស្រុកថ្មពួកគីឡូលេខ56បងប្អូនណាអូយហើយផ្លូវនេះយើងជិះពីបន្ទាយមានជ័យមកដល់ស្រុកស្វាយជែកពីស្រុកស្វាយជែកមកគឺ
ខាងស្រុកថ្មពួកនេះចេញពីស្រុកថ្មពួកទៅយើងខាងប្រទេសឆ្មាគោកមូនប្រទេស7អីហ្នឹងខាងតលេសខាងសំរោងអីហ្នឹងចេញទៅខាងស្មាច់ក៏បានបងប្អូនហ្នឹងហើយគឺតំបន់ក្តៅហើយបងប្អូនតំបន់ក្តៅនេះខ្ញុំធ្វើសេចក្តីរាយការណ៍ចេញពីខេត្តបន្ទាយមានជ័យបងប្អូនបាទអូយសាហាវពេកហើយអញ្ចឹងបន្តិចទៀតនេះខ្ញុំអធិស្ឋានខន្តីអភ័យទោសទាំងអស់គ្នាបងប្អូនតិចទៀតខ្ញុំនឹងទៅខាងដល់ស្រុកដល់មន្ទីរពេទ្យបង្អែកស្រុកមកពួកដើម្បីយកសេចក្តីរាយការណ៍ជូនបងប្អូនណារឿងករណីនេះសាហាវណាស់បងប្អូនអញ្ចឹងឥឡូវមិនបាច់ទេបងប្អូនឥឡូវយើងជិះឡានទៅម្ដងជិះឡានទៅជួបចូលដោយឡាយនឹងតាមផ្លូវដោយឡាយតាមផ្លូវទាំងអស់គ្នាដោយបងប្អូនឡាយដោយឡាយតាមផ្លូវដោយទៅស្រុកមកពួកទៅខាងមន្ទីរពេទ្យបង្អែកបងលាបងអរគុណបងលាឲ្យបងជួយសោកស្ដាយបងប្អូនជួយសោកស្ដាយណាសោកស្ដាយខ្លាំងណាស់បងប្អូនយើងសោកស្ដាយខ្លាំងណាស់អូលោកពូលាលោកពូបាទអរគុណលោកពូដែលមានការខិតខំប្រឹងប្រែងលោកពូអរគុណបាទលោកពូបាទអូខ្ញុំភ្លេចថតឡានថតកន្លែងវែងបងប្អូនជួយសុំភ្លេតណាចាំឡើងឡានទៅទាំងអស់គ្នាភ្លេចថតកន្លែងវែងបងប្អូននេះថតវែងសិនបងប្អូននេះរំដៅនេះចងាយពីរំដៅទៅបងប្អូនចងាយពីរំដៅទៅខ្ញុំថតសិនចងាយពីរំដៅទៅអូយសាហាវណាស់បងប្អូននេះសាហាវណាស់នេះយើងថតដេកចេះបានពេញថតឲ្យបានពេញថាឡានតិចប៉ុណ្ណាអូយអរកឲ្យបងប្អូនយើងហើយខ្ញុំតិចខ្ញុំធ្វើសេចក្តីរាយការណ៍ជូនទៅដល់បងប្អូនទាំងអស់គ្នានៅខាងកន្លែងសាកសពកន្លែងសពបងប្អូនយើងបងប្អូនខ្មែរយើងដែលបានគ្រោះថ្នាក់នេះណាដែលពួកចោលសៀមមានតម្លាក់ដ្រូនហ្នឹងបងប្អូនណាអូយសាហាវណាស់បងប្អូនអើយខ្ញុំថតផ្លាកលេខថតអីហើយនេះតិចអស់ហើយនេះខាងមុខនេះថតពេញហ្មងហើយមើលកញ្ចក់ឡានបងប្អូននេះកញ្ចក់ឡានតិចទាំងអស់អូយសាហាវណាស់បងប្អូនអើយហើយក៏ចូលខ្ញុំក៏សុំចូលរួមរំលែកទុកបងប្អូនចូលរួមរំលែកទុកដល់គ្រួសារនៃសពចូលរួមរំលែកទុកទាំងអស់គ្នាបងប្អូនជួយរួមរំលែកទុកគាត់ខុសអីគាត់ជាប្រជាពលរដ្ឋធម្មតាជាប្រជាពលរដ្ឋស្លូតត្រង់ជាពលរដ្ឋខ្មែររបស់ខ្ញុំអ្នកឯងធ្វើអញ្ចឹងត្រូវទេហាស់ពួកចៅសៀមខ្ញុំសុំហៅចៅសៀមឲ្យបងប្អូនព្រោះវាចោលវាលួចទឹកដីយើងវាសម្លាប់វាប្លន់ទឹកដីយើងហើយវាសម្លាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទៀតខ្ញុំសុំជេរវាខ្ញុំសុំថាវាហើយចៅសៀមវាចោលចាំបងប្អូនទៅស្រុកថ្មពួកមួយខ្ញុំណាទៅខាងវត្តខាងមន្ទីរពេទ្យបង្អែកស្រុកថ្មពួកបងប្អូនទៅមន្ទីរពេទ្យបង្អែកបងប្អូនណាទៅមន្ទីរពេទ្យបង្អែកអូយញ័រដៃញ័រជើងបងប្អូនណាបងប្អូនជួយ share មួយបងប្អូនជួយ share ទាំងអស់គ្នាបងប្អូនជួយ share ខ្ញុំទៅផ្ដិតទស្សនភាពទៅផ្ដិតយករូបភាពណាបងប្អូនគ្រួសារនៃសពផ្ដិតរូបភាពសពដែលគាត់បានចែកឋានដោយសារជនជាតិសៀមទម្លាក់ដ្រូនណាធ្វើឲ្យបាត់បង់អាយុជីវិត3នាក់បងប្អូនណាហ្នឹងហើយអូយខ្ញុំដាក់ខ្សែក្រវ៉ាត់នេះសិនបងប្អូនអធិស្ឋានតិចបងប្អូនណាអូយញ័រមាត់ញ័រដៃញ័រជើងបងប្អូនអើយខ្ញុំជិះកាត់មុនដំបូងម្ដងដោយសារវាល្ងឹតតិចបងប្អូនដល់អញ្ចឹងទៅខ្ញុំទៅផុតហើយខ្ញុំស្មានថាជាករណីគ្រោះថ្នាក់ចរាចរណ៍ធម្មតាតែមកដល់លើបងមន្ត្រីមានសមត្ថកិច្ចប្រាប់ថាដ្រូនថៃដ្រូនសៀមវាទម្លាក់គ្រាប់បែកធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានចែកឋាន3នាក់បានខ្ញុំស្លុតចិត្តខ្លាំងយកដៃយកជើងហើយខ្ញុំថាថ្ងៃនេះខ្ញុំថាផុសនឹងពេកផ្លូវការពេកអង្គភាពសារព័ត៌មានបងស្អាតនិងពេកអង្គភាពសារព័ត៌មានបងស្អាតតនហេតុការ24ម៉ោងបងប្អូនមើលអត់បានចុចអត់បានអីច្រឡំដៃដាក់នៅ Facebook ឡើងទុកបាទបងប្អូនណានឹងអធិស្ឋានខន្តីអភ័យទោសចាំមិនមកខ្ញុំនឹងដាក់រូបភាពដាក់វីដេអូទៅតាមនោះទៀតបងប្អូនណាហ្នឹងហើយអូបងធីរីពងតឡាយនេះពងឡាយអធិស្ឋានតិចអូយដល់កឲ្យបងប្អូនយើង
lâu dân tập mơ tập hiệp nâu mình ti pet sọc mọc bộ nè tập mơ tập óc kia một bốn nè tập mơ tập óc kia cầu mình đang bắt qua lo cồn chờ nè na bom ô nè nó khai na Đài Loan mình cứ là lịch nông bìnhสาหาไปให้บางคนยังสาหาไปให้เจ้าซีมนี่สาหาไปให้ลืมมันไตรมีธรรมะตะกิจก็ปราบยังมันทากดกุยซาบายกุยหกบายใบเนี่ยนะกุยหกบายใบเนี่ยกอดเจ้าซีมไปตำเล็กโตรนมาเวอร์ไอ้กอดปัดบ่ออยู่ที่วัดสาหาเหมือนเต้นบ้านเราแกวบนบ้านก่อนนี่กะในนี่คือแนวทางตรกมาพวกแค่ปฏิเป็นเจ้าโอนกับโลเลยหาผมมวยนะกับโลเลยหาผมมวยกับโลเลยหาผมมวยโอนแล้วบางคนช่วยเสียบต่อนะช่วยเสียบต่อนะยมพงแต่เต้าตรกมาพวกโยนตรกตรกมาพวกทำไปตัดรูปแนวขนมตีเป็ดบางไอ้ตรกมาพวกนะสับคือบางคนยังแต่บ้านใจทาแต่บ้านปัดบอมอยู่วันนั้นขนมตีเป็ดบางไอ้นะลงที่เป็นไอซ์รงปัสกอลอะไรที่เป็นที่เราโรเมอร์จะต่อแล้วโอนเราสารเยียปรามันตีเนี่ยปีนาทีเป็นที่เราครบมาป่วยหมดนะยังไงสหายโอนจังสมนาสมรออันตรายจีดนะสมเมอร์สมตัดตุนะตัดตุซีมตัดตุเจ้าซีมนะถ้าพวกเจ้าซีมนี่เป็นสหายคนหน้าเจ้าซีมเวียดปานบอมเปลี่ยนเลยกิจปรมเปลี่ยนสันติภาพไทยเวียดบ้านบอมเปลี่ยนกิจปรมเปลี่ยนปัจจุบันจะบางคนสหายเมนบางคนช่วยเสียมวยบางคนแล้วสารไปจะปีนไปจะตีที่ยังรอสมองผู้ให้ยังก็มันโตตรงมือมันตีเป็นของไอ้สกนะมันตีเป็นของไอ้สกบางคนตัวสักนี่ลุยที่ต่อไปจังตื้อบางคนชาปอดโจชาติมาโจดาตุสับแต่กับพุงตะไลเนี่ยตุสับมันจะออกทมอเด็ดปะโพนเอ้ยยองจับปลาได้ตุสับออกทมอเด็ดโอ้ยดังมันมาได้ยังตุสับจะออกทมอเด็ดโรเมอร์กับไรโยกาตุสับดิเซนของโอนบางคนก็ชาติมาก็จังตังไอ้ยังบานปราบก่อนสหายไปใหญ่บางคนเลยสหายนะจอซินนี่จังบางคนช่วยบรรทอเสียบางคนนะไอ้ปานเคยต่ออันตรายเชียดปานเคยต่อบางคนเกี่ยวกับมาเยอะปานเคยถ้าพวกเจ้าซินนี่เป็นสหายคนหน้านะไอ้สระมอปูยังนี่บางคนเลยคือบัดห่างมวยซึ่งบัดเอาให้บางคนนี่บัดเอาให้คืออัดปาเต้บางคนคืออัดปาเต้มันตีไปพวกไอ้สระมันนะบางคนยังดังมาจะบางคนเบอร์ไลน์ตัดเป็นนะคือออกมอเป็นนั่งอ่ะชื่อไฟต้องออกที่บางคนเบอร์สัญญาตัดใช่ไหมเบอร์สัญญาตัดการไลน์สมาร์ทยงเวียออกมอตัวสาวออกมอแต่ซาบางไงนี่ถูกโวลเป็นเต้นจังเธอไอ้จะเถื่อนกันเลยได้อัดลูดได้บางคนมายกตบหรือได้อัดลูดดิยกมันได้อัดลูดดิยกมันไงตีมไปแบบต่อดอกไงตีบางคนนี่คือยกได้อัดลูดปุ่งเรามันดอกนั่นดอกสลับให้ดอกสลับมาป่วยบางคนดอกสลับให้เรายังกับปงแต่ตะโรมันตีเป็ดนะบางไงมันตีเป็ดบางไงปงตะโรสายตูสับต่อบานยกมาเทียนโรหางตูสับถาดักสายติ้งสายดักโยธมอติโกปัดทางออกเดียยืนคันสมบูรณ์ยืนเลยซากับไทยคลายนะพวกชาวซีมีประมาณปัญมาประหามาเลยตึกในสมบูรณ์ยืนนี่ทางปังตะกูลทางโกกโมนทางไอ้จ้านะบางคนยังยืนเลยปลอมตีเป็นของไอ้โดนตีนาตีเป็นของไอ้เราชมสูบองมันจำลองบองอาเจียสไตรติดมาบองมันตีเป็นบางไอสตรอกมาพวกน้ำนมนะบองห
ខាងមុខទៀតណាបងអាជីស្រ័យអរគុណបងអរគុណបាទអរគុណយើងចិត្តដល់ហើយបងប្អូននៅមុខទៀតណាបងប្អូនណាចិត្តដល់ហើយកុំតែទូរស័ព្ទក៏ចិត្តអស់ថ្មទៀតអូយខ្ញុំអើយខ្ញុំហើយក៏ប្រហែសម្លេះខ្ញុំអើយហើយខ្លាំងណាស់តែអត់អីបើដាច់ទូរស័ព្ទនេះដាច់ឡាយមួយទៀតខ្ញុំនឹងយកការឡាយមួយទៀតផុសក្នុងเพจសារព័ត៌មានរបស់ខ្ញុំអង្គភាពសារព័ត៌មានអាបងស្អាត TV និងអង្គភាពសារព័ត៌មានបានបងស្អាតតនហេតុការ24ម៉ោងបងប្អូនចាំចូលទស្សនាហ្នឹងក៏បានដែរបងប្អូនណាហ្នឹងហើយខ្ញុំកំពុងតែមើលមន្ទីរពេទ្យឯងនេះរដ្ឋបាលស្រុកអធិការនគរបាលស្រុកយើងបន្តទៅមុខទៀតនេះដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកមកពួកចឹងយើងចិត្តដល់ហើយអូនេះមន្ទីរពេទ្យបង្អែកស្រុកបងប្អូនមកដល់ហើយបងប្អូនមកដល់ហើយខ្ញុំកំពុងទៅចូលទៅបងវត្តចូលទៅបងប្អូនអញ្ចឹងបងប្អូនចាំទស្សនាទាំងអស់គ្នាណាទាំងដាក់តំណានទេបងប្អូន3នាក់យើងកំពុងចូលហើយឡានពេទ្យនៅខាងមុខច្រើនឥឡូវយើងកំពុងតែសួរបងពេទ្យលោកគ្រូពេទ្យសុំសួរតិចបងប្អូនដែលបានករណីដែលមានបានបាត់បង់ជីវិតនោះថាណានៅក្នុងនេះក្នុងសាលនេះបងណាបាទខ្ញុំរកឡានឡើងចតឡានទីសិនកុំឲ្យនោះអូឡើងនេះមុំចតឡាននេះមុំកុំឲ្យស្ទះផ្លូវចូលពេទ្យកន្លែងយើងព្យាបាលជំងឺណាដើម្បីជួយប្រជាពលរដ្ឋយើងណាចឹងកុំឲ្យស្ទះបងប្អូនបើសិនជាដាច់បើសិនទូរស័ព្ទនេះដាច់អស់ថ្មដាច់ចាំបងប្អូនចូលទៅទស្សនាណាបងប្អូនចូលទៅទស្សនានៅខាងเพจអង្គភាពសារព័ត៌មានអាបងស្អាត TV ហើយនឹងអង្គភាពសារព័ត៌មានតនហេតុការ24ម៉ោងណាបងប្អូនណាឥឡូវមន្ទីរពេទ្យយើងដូចជាមិនអាចយើងទៅថតលក្ខណៈថា live ក្នុងមន្ទីរពេទ្យបានទេអញ្ចឹងណាបងប្អូនអញ្ចឹងអាចនឹងខ្ញុំសុំបិទការ live ខ្ញុំនឹងថតជាលក្ខណៈថតជារូបភាពហើយឲ្យបងប្អូនចូលមើលទស្សនាទាំងអស់គ្នាណាចូលមើលក្នុង Facebook របស់ខ្ញុំឈ្មោះព្រំភិរិននេះណាបងប្អូនណាយើងអាចថតវីដេអូបានណាមួយនេះ live បានទៅសួរគ្រូពេទ្យខ្ញុំពេទ្យតែគេឃើញត្រង់ចាប់បានខ្លាចបាទអញ្ចឹងអត់អីឥឡូវខ្ញុំសុំបិទការ live ប៉ុណ្ណឹងណាបងប្អូនណាខ្ញុំសុំបិទការ live ប៉ុណ្ណឹងណាដើម្បីសុខសុវត្ថិភាពបងប្អូនយើងទាំងអស់គ្នាបងប្អូនណាអធិស្ឋានទាំងអស់គ្នាណាសុំបិទការ live ប៉ុណ្ណឹងទាំងអស់គ្នាណាខន្តីអភ័យទោសហើយចាំចូលមើលរូបភាពហើយខ្ញុំនឹងផុសរូបភាពនៅខាងហ្នឹងឲ្យណានឹងខ្ញុំថតជាវីដេអូឲ្យបានណានឹងឲ្យយើងអាច live បានទេបងប្អូនអធិស្ឋានទាំងអស់គ្នាបាយណាខន្តីអភ័យបើសិនមានសម្ដីលើសលុះត្រង់ណាមិនសមរម្យបងប្អូនជួយខន្តីអភ័យទោសដល់ខ្ញុំបាទផងធ្វើសេចក្តីរាយការណ៍ចេញពីខ្ញុំបាទព្រំភិរិនហៅអត្រិចឡែមផ្សាយចេញពីเพจអង្គភាពសារព័ត៌មានអាបងស្អាត TV និងអង្គភាពសារព័ត៌មានអាបងស្អាតតនហេតុការ24ម៉ោងតែខន្តីអភ័យទោសអធិស្ឋានផងដោយសារញ័រដៃញ័រជើងពេកថាចុចចូលเพจអង្គភាពតែបានចូលញ័រដៃពេកចុចចំចូល like ខាង Facebook របស់ខ្ញុំវិញអញ្ចឹងបងប្អូនជួយខន្តីអភ័យទោសដល់ខ្ញុំបាទផងណាហ្នឹងហើយពីខ្ញុំបាទព្រំភិរិនបងប្អូនបិទការ live ប៉ុណ្ណេះសូមអរគុណបាយ